ប្រើប្រាស់ពូជដដែលជាដដែលពីមួយឆ្នាំទៅមួយឆ្នាំប្រើប្រាស់ជីដដែលពីមួយឆ្នាំទៅមួយឆ្នាំបាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនប្រជាកសិករជាទីគោរពស្រឡាញ់រាប់អានថ្ងៃនេះខ្ញុំបាទណាវិឆ័យខ្ញុំចង់ធ្វើការចែករំលែកជូនពុកម៉ែបងប្អូនតាក់ទងជាមួយនឹងជំងឺស្រូវបាទមែនទែនទៅជំងឺដែលកើតឡើងនៅលើស្រូវដែលសង្កេតឃើញនៅក្នុងប្រជាជាតិកម្ពុជារបស់យើងនេះគឺមាន10ប្រភេទបាទហើយបើនិយាយពីសត្វល្អិតវិញក៏មានជាង10ប្រភេទដែរដែលតែងតែបង្កការយាយីទៅលើដំណាំស្រូវរបស់ពុកម៉ែបងប្អូនប៉ុន្តែថ្ងៃនេះខ្ញុំសូមធ្វើការលើកយកប្រធានបទមួយជាលំដាប់លំដោយដើម្បីមកចែករំលែកជូនពុកម៉ែបងប្អូនជាចំណេះដឹងនៅក្នុងការយកទៅប្រើប្រាស់ការអនុវត្តជាក់ស្ដែងនៅក្នុងការធ្វើវិស័យកសិកម្មនេះជំងឺដែលបង្កហានិភ័យខ្លាំងបំផុតហើយនឹងពិបាកព្យាបាលបំផុតនោះគឺជំងឺរលាកកគួរបាទជំងឺពុកថ្នាំងហើយនឹងជំងឺផ្សិតទុំលើស្លឹកបាទថ្ងៃនេះខ្ញុំចង់ធ្វើការចែករំលែកជូនពុកម៉ែបងប្អូនថាតើជំងឺទាំង3ប្រភេទនេះមានកត្តាអីខ្លះដែលជំរុញឲ្យជំងឺនេះតែងតែកើតឡើងនៅលើដំណាំស្រូវរបស់ពុកម៉ែបងប្អូនទី1ខ្ញុំសូមសង្ខេបខ្លីៗគឺនិយាយពីបរិស្ថានមុនចុះបាទបរិស្ថានគឺយើងសំដៅទៅលើ2ចំណុចដែលខ្ញុំលើកយកមកជូនពុកម៉ែបងប្អូនដើម្បីជាការសង្កេតហើយនឹងយកទៅតាមដាននិងរៀបចំវិធានការការពារបាទភ្លៀងតំបន់ដែលមានភ្លៀងធ្លាក់ខ្លាំងហើយបំរែបំរួលអាកាសធាតុច្រើនឧទាហរណ៍ថាភ្លៀងធ្លាក់ច្រើនហើយសាច់តែបញ្ចប់ពីធ្លាក់ភ្លៀងមកក្តៅខ្លាំងអានឹងក៏អាចបង្កឲ្យទៅជាជំងឺបាទសត្វទុំលើស្លឹកអលាកកគួរឬក៏ពុកថ្នាំងបានដែរបាទកត្តាទី2គឺសីតុណ្ហភាពនេះគឺគេសំដៅទៅលើការប្រែប្រួលដែលធ្វើឲ្យរុក្ខជាតិនឹង stress ក្តៅខ្លាំងជាកត្តាដែលធ្វើឲ្យស្រូវនឹងប្រឈមជាមួយនឹងបញ្ហារលាកបញ្ហាមួយទៀតបើខ្ញុំបកត្រឡប់ទៅភ្លៀងវិញតើយើងអាចវិនិច្ឆ័យបានថាតើភ្លៀងកម្រិតណាដែលអាចបង្កឲ្យមានជំងឺនឹងជាទូទៅដែលយើងពិនិត្យមើលទៅលើសំណើមខ្ពស់ប្រហែលជាខ្ទង់ 90% ពុកម៉ែបងប្អូនអញ្ចឹងពេលដែលសង្កេតឃើញថាពេលដែលមានភ្លៀងធ្លាក់ខ្លាំងពេលដែលមានកម្ដៅឡើងខ្លាំងបាទភ្លៀងហើយក្តៅវាដូចជាករណីស្លអញ្ចឹងបើយើងហៅមួយម៉ាត់ថាក្តៅហើយនឹងសើមនេះគឺវាជាលក្ខខណ្ឌសមស្របបំផុតសម្រាប់ជំងឺទាំង3ហ្នឹងបាទខ្ញុំត្រឡប់មកទៀតគឺលក្ខខណ្ឌសន្តានដីថាតើសន្តានដីហ្នឹងគឺវាពាក់ព័ន្ធអីខ្លះជាមួយនឹងបញ្ហាជំងឺហ្នឹងបាទសន្តានដីគឺវាពាក់ព័ន្ធតំបន់ពងរាបដូចជាតំបន់ភ្នំបាទប្រឈមជាមួយនឹងការកើតជំងឺនេះច្រើនទី1តំបន់នោះសម្បូរទៅដោយទឹកភ្លៀងធ្លាក់ទី2កាលណាតែភ្លៀងធ្លាក់ហើយវាងាយនឹងស្ងួតសន្តានដីប្រែប្រួលងាយនឹងស្ងួតងាយនឹងបាត់បង់ព្រោះថាតំបន់ពង្រីកខុសពីតំបន់ទំនាបបើសិនណាថាមានភ្លៀងធ្លាក់ខ្លាំងវាអាចទឹកដក់នៅដែលធ្វើឲ្យអាការចំហាយឈួលពីដីហ្នឹងគឺវាអត់សូវងាយនឹងបង្កបាទប៉ុន្តែបើតំបន់ពង្រីកភ្លៀងធ្លាក់ខ្លាំងហើយបន្ទាប់ពីធ្លាក់ភ្លៀងមកគឺវានឹងស្ងួតបាទនៅពេលដែលយើងប្រើប្រាស់ជីទៅវាធ្វើឲ្យកម្ដៅបាទកម្ដៅមួយផ្នែកនៃការបំភាយនៃឧស្ម័នដែលចេញពីជីហើយមួយផ្នែកទៀតពីបរិយាកាសហើយមួយផ្នែកទៀតបំភាយចេញពីដីដែលធ្វើឲ្យស្រូវនឹងងាយនឹងប្រឈមជាមួយនឹងបញ្ហាទាំងអស់ហ្នឹងបាទបញ្ហាមួយទៀតគឺពូជបាទពូជខ្លីពូជដែលមិនធន់ជាមួយនឹងជំងឺបាទនិយាយសាមញ្ញទៅបើសិនជាពុកម៉ែបងប្អូនជ្រើសរើសពូជដែលល្អដែលសុទ្ធការផ្លាស់ប្ដូរពូជពីមួយវគ្គទៅមួយវគ្គគឺវាអាចជួយឲ្យវិធានការដែលការពារស្រូវរបស់ពុកម៉ែបងប្អូនហ្នឹងគឺមិនឲ្យមាននឹងជំងឺហ្នឹងបាទតើពូជវាមានសារៈសំខាន់មិនខ្លះឧទាហរណ៍តែពុកម៉ែបងប្អូនប្រើប្រាស់ពូជដដែលជាដដែលពីមួយឆ្នាំទៅមួយឆ្នាំប្រើប្រាស់ជីដដែលពីមួយឆ្នាំទៅមួយឆ្នាំវាធ្វើឲ្យបញ្ហាប្រឈមវាស៊ាំជាមួយនឹងបញ្ហាអាកាសធាតុស៊ាំជាមួយនឹងសន្តានដីបាទហើយសមស្របជាមួយនឹងលក្ខខណ្ឌដែលបង្កឲ្យមានជំងឺវាធ្វើឲ្យងាយនឹងកើតនៅជំងឺទាំងអស់ហ្នឹងដែរបាទមួយទៀតការអនុវត្តដែលខ្ញុំចង់ផ្ដោតសំខាន់ចុងក្រោយហ្នឹងគឺការអនុវត្តគឺសំខាន់ណាស់ពុកម៉ែបងប្អូនការប្រើប្រាស់ពូជច្រើនពូជដែលក្រាស់ជំងឺដែលកើតឡើងទាំងអស់3ប្រភេទនេះពេលណាដែលក្រាស់ស្ដុកក្រោមបាទខ្យល់ចេញចូលវាអត់បានល្អកាលណាតែខ្យល់ចេញចូលវាអត់បានល្អគឺវាងាយនឹងបង្កកើតទៅជាជំងឺទាំងអស់ហ្នឹងពុកគល់ពុកថ្នាំងហើយនឹងជំងឺផ្សិតហ្នឹងតែខ្ញុំនឹងលើកទៅបន្តទៅទៀតថាហេតុអីបានជាខ្យល់ចេញចូលនឹងវាសំខាន់បាទព្រោះលក្ខខណ្ឌនៃជំងឺទាំងអស់នេះគឺវាសមស្របបានន័យថាវាមិនសូវត្រូវការអុកស៊ីសែនទេដើម្បីធ្វើការលក្ខណៈវត្តជីវិតរបស់វាហើយទាំងអស់នេះគឺវាជាជំងឺផ្សិតអញ្ចឹងកាលណាថាវាជាជំងឺនៃពពួកផ្សិតយើងដឹងស្រាប់ហើយថាកន្លែងណាដែលវាមានផ្អាប់មានអីខ្យល់ចេញចូលមិនបានល្អគឺវាប្រឈមជាមួយនឹងបញ្ហាជំងឺនេះច្រើន
មួយទៀតការប្រើប្រាស់ជីច្រើនប្រើប្រាស់ជីច្រើនលើសកម្រិតពាក្យថាលើសកម្រិតគឺជាជីដែលខ្ញុំនិយាយសាមញ្ញគឺពុកម៉ែបងប្អូនប្រើប្រាស់ជីអាសូតច្រើនកាលណាតែប្រើប្រាស់ជីអាសូតច្រើនកាលណាតែបរិមាណអាសូតច្រើនគឺវាធ្វើឲ្យមានការថយចុះគេហៅថាសារធាតុចិញ្ចឹមអតុល្យភាពការថយចុះនៃការស្រូបយកសារធាតុចិញ្ចឹមផ្សេងៗដូចជាប៉ូតាស្យូមឬក៏សមាសធាតុម៉ាក្រូធាតុផ្សេងៗទៀតដែលធ្វើឲ្យរុក្ខជាតិនឹងរឹងមាំធន់ជាមួយនឹងជំងឺខ្ញុំឧទាហរណ៍តែមួយទេពេលដែលយើងប្រើប្រាស់សមាសធាតុអាសូតខ្ពស់ដែលធ្វើឲ្យលទ្ធភាពអតុល្យភាពសារធាតុចិញ្ចឹមធ្វើឲ្យរុក្ខជាតិมันអាចស្រូបយកសារធាតុប៉ូតាស្យូមបានបាទប៉ូតាស្យូមហ្នឹងគឺដែលយើងនិយាយថា NPK ប៉ូតាស្យូមគឺការនៅចំក្រោយហ្នឹងការហ្នឹងគឺវាមានតួនាទីសំខាន់ធ្វើឲ្យរុក្ខជាតិធន់ជាមួយនឹងជំងឺបាទអញ្ចឹងនៅពេលដែលប្រើប្រាស់ជីអាសូតច្រើនណៃត្រូហ្សែនច្រើនធ្វើឲ្យវាបាត់បង់តុល្យភាពធ្វើឲ្យរុក្ខជាតិមិនអាចស្រូបយកសារធាតុប៉ូតាស្យូមនឹងបានដែលធ្វើឲ្យរុក្ខជាតិទាំងអស់ហ្នឹងងាយប្រឈមជាមួយនឹងជំងឺទាំងអស់នេះវិធីសាស្ត្រការពារខ្ញុំសង្ខេបខ្លីវិធីសាស្ត្រការពារពុកម៉ែបងប្អូនទី1ជ្រើសរើសពូជដែលល្អសុទ្ធធន់ជាមួយនឹងជំងឺទី2កាត់បន្ថយការប្រើប្រាស់ជីដែលមានបរិមាណអាសូតខ្ពស់ដែលធ្វើឲ្យវាបាត់បង់តុល្យភាពការស្រូបយកសារធាតុនៃប៉ូតាស្យូមដែលសមាសធាតុប៉ូតាស្យូមនេះគឺជួយឲ្យរុក្ខជាតិធន់ជាមួយនឹងជំងឺលក្ខខណ្ឌមួយទៀតពុកម៉ែបងប្អូនរៀបចំដីឲ្យបានល្អការបញ្ចេញបញ្ចូលទឹករៀបចំដីឲ្យបានល្អហើយការប្រើប្រាស់ពូជឲ្យត្រូវទៅតាមស្តង់ដារជាពិសេសនៅក្នុងលក្ខខណ្ឌនៃរដូវវស្សានេះនៅពេលដែលប្រើប្រាស់ពូជបានត្រូវស្តង់ដារគេហៅថាដំណើរនៃប្រព័ន្ធខ្យល់នៅក្នុងដំណាំស្រូវមានការផ្លាស់ប្ដូរបានល្អវិធីសាស្ត្រនេះគឺជួយឲ្យពុកម៉ែបងប្អូនកាត់បន្ថយនៅហានិភ័យដែលបង្កដោយជំងឺនេះបានពេលដែលជួបជំងឺទាំងអស់នេះពុកម៉ែបងប្អូននឹងប្រឈមនឹងបញ្ហាខាតបង់ជាច្រើនទិន្នផលធ្លាក់ចុះ 50% បាទតាមការស្រាវជ្រាវហើយពុកម៉ែបងប្អូនខាតបង់ថ្លៃប្រើប្រាស់ថ្នាំថ្លៃជួលគេបាញ់ថ្លៃខែទាំมันអាចនឹងរួចថ្លៃទៅលើផលិតផលឬក៏ការចំណាយទៅលើធាតុចូលផងដែរវីដេអូនេះខ្ញុំសូមធ្វើការចែករំលែកជូនពុកម៉ែបងប្អូនខ្លីបាទនៅលក្ខខណ្ឌត្រួសសូមអរគុណពុកម៉ែបងប្អូនសម្រាប់ការតាមដានហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងចែករំលែកវីដេអូនេះបន្តដើម្បីជាចំណេះដឹងថ្មីហើយខ្ញុំនឹងធ្វើការចែករំលែកជូនពុកម៉ែបងប្អូនបន្តទៀតនៃលក្ខណៈជំងឺដែលកើតឡើងនៅលើដំណាំស្រូវនិងសត្វល្អិតដែលបង្កហានិភ័យទៅលើដំណាំស្រូវរបស់ពុកម៉ែបងប្អូនបាទជាចុងក្រោយនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា